សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបងប្អូនមកមើលពូដែលគាត់ឆក់ត្រីបងប្អូនខ្ញុំអត់យកពីពូគាត់មិនដឹងថាគាត់ឆក់ត្រីបានហើយគាត់ហូបតែមួយពេលនឹងថ្ងៃទៅមុខទៀតគាត់ឆក់ហូបរហូតក៏មិនដឹងបានជាគាត់ឆក់កកកាយឡើងពេញសឹងបងប្អូនមើលជាក់ស្ដែងណាបងប្អូនហើយសកម្មភាពឆក់ពូគាត់នឹងគឺឆក់កដាថ្ងៃត្រង់ចេះទៀតអត់មានអញើតអត់មានអីទៀតអ្នកបូមស្រែបូបអីហ្នឹងក៏ដើរធម្មតាអ្នកឆក់ក៏ឆក់ធម្មតាអញ្ចឹងទៅអត់យល់រូបភាពនេះបើតាមខ្ញុំគិតពូគាត់ឆក់រាល់ថ្ងៃពេកទៅប្រហែលជាគិតមានអារម្មណ៍ថាវាធម្មតាសម្រាប់ពូគាត់បងប្អូនគាត់អត់មានអារម្មណ៍ថាអត់មានអារម្មណ៍ថាបែកអីទេតែអាពើឆក់នេះមុននឹងឆក់ដល់ត្រីធំគឺអត្រីតូចរឹបរួយរឹបលៀនក្បាលគឺងាប់អញ្ចឹងស្ទឹងមួយហ្នឹងគឺខ្ទេចក្រោមស្នាដៃរបស់ពូគាត់ពីរនាក់នឹងឯងបងប្អូនគឺដើរកកកកាយលលេងអស់ហើយអត្រីអាតូចអាធំអីក៏ប៉ិនមេដៃមេជើងក៏គាត់យកដែរតាមមើលអង្កែបអីក៏យកដែរនោះចាប់អង្កែបបោកឆក់ដោយទាំងអង្កែបដោយទាំងអីទៀតហើយបងប្អូនឬក៏អ្នកស្រុកផ្សេងទៀតចង់ទៅដាក់មួងចង់ទៅចងសទួចចង់ទៅបបក់ដីចង់ទៅបងសំណាញ់គឺចាប់ហើយបងយ៉ាងម៉េចក៏អត់បានដែរព្រោះអីគឺដាច់ពូជអស់ហើយបងប្អូនមកពិតឆក់នេះព្រោះតែឆ្នាំក្រោយទឹកលេចូលសាថ្មីទៀតបានវាកកើតមួយសាទៀតមតិបងប្អូនខ្លះគាត់យល់ថាដោយសារតែគាត់អត់មានអីហូបបានជាគាត់ទៅធ្វើសកម្មភាពបែបហ្នឹងគាត់ទៅធ្វើហ្នឹងគឺគាត់ដោះទល់ហូបមកពេលអីចឹងទៅតែសម្រាប់ខ្ញុំយល់ថាគ្រាន់តែអត់មកហូបមកពេលពីរពេលអីហ្នឹងគឺវាមិនដល់ថ្នាក់ស្លាប់ទេបងប្អូនហូបអីល្មមក៏ហូបបានដែរមិនចាំបាច់ទៅបំផ្លាញធនធានធម្មជាតិបែបហ្នឹងទេបើបងប្អូនយល់ថាគាត់ដោះទល់មកពេលហ្នឹងគឺមិនអីទេគឺសកម្មភាពបែបហ្នឹងគឺវាមិនខុសធ្ងន់ធ្ងរអីទេអញ្ចឹងបងប្អូនគិតថាទោះបើអ្នកផ្សេងគេពីទល់ដែរឬក៏គាត់ប៉ះមហោប៉ះអីត្រូវការហូបទុកអីដែរអញ្ចឹងគាត់យកអំពើឆក់ហ្នឹងទៅឆក់គ្រប់តែគ្នាអញ្ចឹងបងប្អូនសាកសម័យមើលថាតើលលាយកម្រិតណាតែឆក់គ្រប់ផ្ទះគ្រប់គ្នាទាំងអស់គឺលលាយទាំងអស់ទាំងបឹងទាំងតពាំងទាំងទលេក៏លលាយដែរបងប្អូនឲ្យតែអញ្ញាធរយើងអត់បានមើលទឿនឬក៏អត់បានបក្រាបអត់បានអីគឺលលាយទាំងអស់សរុបមកការយករបស់ខ្ញុំទី1ទោះបីទល់យ៉ាងណាអត់អីហូបយ៉ាងណាក៏វាមិនដល់ថ្នាក់ស្លាប់ដែរហូបមកពេលពីរពេលហ្នឹងក៏វាមិនអាចឆ្អែតរហូតដែរទី2ការឆក់ហ្នឹងគឺវាខុសច្បាប់អញ្ចឹងបើសិនតែខ្ញុំជាអាជ្ញាធរនៅពេលដែលជួបករណីឆក់បែបហ្នឹងគឺខ្ញុំចាប់អត់មានការលើកលែងទេបងប្អូនគឺចាប់ដើម្បីឲ្យបងប្អូនដទៃទៀតកុំយកគំរូតាមពួកគាត់ជាចុងក្រោយនេះបងប្អូនបានមើលវីដេអូនឹងហើយបងប្អូនយល់បែបណាបងប្អូនខមមិននៅខាងក្រោមមកបងប្អូនជួយផ្ដល់ជាមតិយោបល់ទាំងអស់គ្នា